វីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបរក follow បែបធម្មជាតិណាបងប្អូនគឺយើងមិនចាំបាច់ទៅលេងដូរ follow គេទេបងប្អូនកុំឲ្យវាមានបញ្ហា spam អញ្ចឹងណាហើយដំបូងឡើងគឺយើងចូល account Facebook យើងធម្មតាហ្នឹងបងប្អូនហើយយើងមាន page មួយណាដែលយើងចង់រក follow ណាដែលចង់បាន follow អញ្ចឹងយើងចុច search មកបងប្អូននេះយើងចុច search រកឈ្មោះ page យើងមកហើយនេះបងប្អូនដោយសារ page ខ្ញុំគឺខ្ញុំគាត់ search គឺវានៅជាប់ហ្នឹងណានេះ page ឥឡូវខ្ញុំចុចចូល page ខ្ញុំមកបងប្អូនយើងចុចមើល profile មកហើយយើងចុចចូលមកដល់ត្រង់ចំណុចនេះបងប្អូនសង្កេតមើលកន្លែងខាងលើនេះខាងត្រេ3មកហើយបន្ទាប់មកទៀតបងប្អូនឃើញពាក្យ invite friend អញ្ចឹងយើងចុចចូលមកបងប្អូនចាំតិចគឺសេវារាំង slow បន្តិចបងប្អូនអញ្ចឹងនេះគឺគេឲ្យយើងចុចសញ្ញា tick នេះបងប្អូនចុចវងហ្នឹងដើម្បីអញ្ជើញឲ្យគេមក follow page យើងណាអញ្ចឹងយើងមាន account Facebook ច្រើនគឺយើងធ្វើបែបហ្នឹងទៅគឺនឹងកើន follow បងប្អូនហើយត្រង់ចំណុចនេះយើងចង់ចុចយកទាំងអស់ក៏បានយើង select យកទាំងអស់មកតែខ្ញុំ select យកទាំងអស់ហើយបងប្អូនគឺ148នាក់អញ្ចឹងយើងចុចខាងក្រោមទៀតមក send invite អញ្ចឹងតែប៉ុណ្្នឹងទៅគឺយើងបានអញ្ជើញគេឲ្យមក follow page មួយនេះបងប្អូននេះអញ្ចឹង page មួយនេះនឹងឡើង follow បងប្អូនអញ្ចឹងបើយើងមាន page មួយណាយើង search ឈ្មោះ page មួយហ្នឹងទៅហើយយើងចូលដូចមិញហ្នឹងចូលមក profile ចុចត្រេ3ហ្នឹងមកហើយចុច invite friend ទៅគឺ follow វានឹងឡើងបងប្អូននេះគឺ technique វិធីរក follow ណាហើយបើយើងមាន account Facebook ច្រើនអញ្ចឹងយើងចូលទៅsearch ឈ្មោះ page យើងយ៉ាងហើយយើងប្រើវិធីហ្នឹងមកបងប្អូនចុច send invite យ៉ាងមកគឺវិធីនេះគឺឡើង follow បងប្អូនបែបធម្មជាតិណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនដែលស្រឡាញ់ចូលចិត្ត complete follow ចុច share ម្នាក់មួយផងបងប្អូន